ចាប់ពីម៉ោង10ព្រឹកដល់ម៉ោង2រសៀលថ្ងៃនេះយោធាសៀមប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់បែកចូលទឹកដីកម្ពុជា4ដងហើយគិតចាប់ពីម៉ោង10ព្រឹករហូតដល់ម៉ោង2រសៀលថ្ងៃទី24ខែធ្នូឆ្នាំ2025នេះយោធាសៀមបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ T-50 ទម្លាក់គ្រាប់បែកចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជាចំនួន4លើកហើយបើតាមការបញ្ជាក់នៅលើទំព័រ Facebook ផ្លូវការរបស់ក្រសួងការពារជាតិបានឲ្យដឹងថានៅវេលាម៉ោង10:00នាទីយោធាសៀមបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ T-50 ទម្លាក់គ្រាប់បែកចំនួន4គ្រាប់ចូលក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជាស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ខេត្តបាត់ដំបងនៅវេលាម៉ោង11:00នាទីយោធាសៀមបានប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់ចំនួន4គ្រាប់ចូលភូមិសាស្ត្រស្រុកស្រីស្នំខេត្តសៀមរាបចាប់ពីម៉ោង12:15នាទីដល់ម៉ោង12:26នាទីយោធាសៀមបានប្រើប្រាស់យន្តហោះចម្បាំង T-50TH ទម្លាក់គ្រាប់បែកចង្កោមនៅភូមិសាស្ត្រឃុំស្លក្រាមស្រុកស្វាយជែកខេត្តបន្ទាយមានជ័យនៅម៉ោង14:02នាទីយោធាសៀមបានប្រើយន្តហោះ T-50TH ទម្លាក់គ្រាប់ចំនួន1គ្រាប់ទៀតចូលក្នុងភូមិសាស្ត្រស្រុកបាណន់ខេត្តបាត់ដំបងជាការកត់សម្គាល់គិតចាប់ពីថ្ងៃទី7ខែធ្នូឆ្នាំ2025រហូតមកដល់ថ្ងៃទី24ខែធ្នូឆ្នាំ2025នេះភាគីសៀមនៅតែបន្តរំលោភបំពានលើបទចុះបាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងសៀមដែលភាគីកម្ពុជានិងភាគីសៀមបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ភាគីសៀមបានប្រើប្រាស់សពាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្ពស់គ្រប់ប្រភេទរួមទាំងការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់មកលើដែនអធិបតេយ្យកម្ពុជារាល់ថ្ងៃនិងបានប្រើរថយន្តបាញ់រ៉ុកែត DTI-2 ដ្រូនទម្លាក់គ្រាប់បែកចង្កោមផ្សែងពុលនិងការដាក់ពង្រាយទាហានដ៏ច្រើនលើសលប់ដើម្បីទន្ទ្រានយកទឹកដីកម្ពុជាទង្វើនេះគឺជាការរំលោភបំពានយ៉ាងច្បាស់ក្រឡែតនិងមិនអាចប្រកែកបានចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិយ៉ាងណាសកម្មភាពដែលគ្មានការទទួលខុសត្រូវនិងខុសច្បាប់បែបនេះបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងមូលដ្ឋានគ្រឹះនៃសណ្ដាប់ធ្នាប់អន្តរជាតិទាំងមូលផងដែរសូមជម្រាបថាគោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជាគឺផ្ដោតទៅលើគោលដៅយោធាថៃប៉ុណ្ណោះមិនសំដៅលើគោលដៅជនស៊ីវិលឬទីកន្លែងស៊ីវិលណាមួយឡើយប៉ុន្តែមានតែភាគីថៃទេដែលបានធ្វើការវាយប្រហារមកលើទីតាំងដែលប្រជាជនស៊ីវិលរបស់កម្ពុជានិងធ្វើឲ្យប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជាបានបាត់បង់ជីវិតចំនួន21នាក់ក្នុងនោះមានទារកម្នាក់និងរងរបួសចំនួន83នាក់គិតត្រឹមវេលាម៉ោង6ល្ងាចថ្ងៃទី22ខែធ្នូឆ្នាំ2025